នេះបងប្អូនក្លាប់ពេលទឹកបងប្អូនណាដែលតែងតែមានបញ្ហាឡើងកំណៅដោះក្លាប់ពេលចោលអញ្ចឹងក្លាប់ពេលទឹកនេះគឺវាមានតួនាទីរក្សាថេរកម្ដៅនៅក្នុងឡានបងប្អូនមើលជាទូទៅវាមានលេខរបស់វានៅក្នុងក្លាប់ពេលហ្នឹងវាមាន82អង្សាសេបាទវាមាន82អង្សាសេអញ្ចឹងបងប្អូនត្រូវយល់ថាសារៈប្រយោជន៍របស់ក្លាប់ពេលនេះគឺវារក្សាថេរកម្ដៅរបស់ទឹកនៅក្នុងម៉ាស៊ីនណាអញ្ចឹងម៉ាស៊ីនឡានដែលធ្វើការបានល្អគឺធ្វើការនៅកម្ដៅ82អង្សាសេហ្នឹងឯងគឺចន្លោះហ្នឹងបាទអញ្ចឹងតាកម្មាមួយគ្រឿងនេះវាឡើងឆែកហើយបងប្រុសគាត់យល់គាត់យកមកដាក់ក្លាប់ពេលទឹកយើងដោះចេញមកគឺអត់មានក្លាប់ពេលទឹកទេហើយបើសិនជាដាក់ទៅវាមានបញ្ហាឡើងកម្ដៅយើងគួរតែដោះស្រាយជាក់ស្ដែងទៅលើបញ្ហាបូមទឹកធុងទឹកឬក៏ទឹកស្អំអីទៅណាដាច់ខាតអានេះបើវាអត់មានបញ្ហាទេកុំដោះវាចោលហើយបាទអរគុណច្រើន